Champions League ក្នុងទម្រង់ថ្មីតែ Inter Milan អាចក្លាយជាជើងឯកជាលើកទី4ឬក៏ PSG អាចក្លាយជាជើងឯកលើកដំបូងជំរាបសួរខ្ញុំកូនម៉ាមីជួបខ្ញុំចាស់នៅក្នុងវីដេអូថ្មីការប្រកួតពានរង្វាន់ League អឺរ៉ុបលំដាប់ទី2និងទី3គឺបានរកឃើញជើងឯកអស់ហើយនោះគឺសុទ្ធតែជាក្រុមមកពីអង់គ្លេសហើយមកពីទីក្រុងឡុងទាំងអស់គឺ Tottenham លើកពាន Europa League ហើយ Chelsea លើកពាន Europa Conference League ក៏ប៉ុន្តែសម្រាប់ពានធំលំដាប់ទី1 UEFA Champions League គឺជើងឯកមានតែក្រុមមកពីបារាំងឬក៏អាចជាក្រុមមកពីអ៊ីតាលីតែប៉ុណ្ណោះក្រុមទាំងពីរនេះសុទ្ធតែអាចនិយាយបានថាខ្លាំងជួបខ្លាំងដែលនឹងធ្វើឲ្យការប្រកួតវគ្គផ្ដាច់ព្រាត់នាទីក្រុងមួយនិចប្រទេសអាល្លឺម៉ង់នាថ្ងៃសៅរ៍ទី31ខែឧសភាស្អែកនេះពោពេញទៅដោយភាពកក់ក្ដៅក្រំជើមរំជួលដូច្នេះតើមានអ្វីខ្លះដែលយើងគួរដឹងពីមហាជំនួបនេះខ្ញុំមាន5ចំណុចដើម្បីចែករំលែកជូនលោកអ្នកនាងចាទី1យើងមើលទៅលើប្រវត្តិនៅពានអឺរ៉ុបរបស់ក្រុមទាំងពីរនេះបើគិតពីរឿងប្រវត្តិឃើញថា Inter Milan មានជ្រាលជ្រៅច្រើនជាង PSG ព្រោះថា Inter Milan បង្កើតបានជាង110ឆ្នាំក៏ប៉ុន្តែ PSG ទើបតែបង្កើតបានជាង50ឆ្នាំតែប៉ុណ្ណោះខុសគ្នាដល់តែពាក់កណ្ដាលឯណោះInter Milan នៅពានអឺរ៉ុបនេះធ្លាប់ក្លាយជាជើងឯក UEFA Champions League ដល់ទៅ3សម័យកាលរួចទៅហើយគឺនៅក្នុងឆ្នាំ1964 65និងចុងក្រោយក្នុងឆ្នាំ2010ចំពោះ PSG វិញគឺមិនទាន់ដែលមានប្រវត្តិបានលើកពាន UEFA Champions League នៅឡើយទេចំពោះចំណុចទី2យើងសម្លឹងទៅមើលសមិទ្ធផលរបស់ក្រុមទាំងពីរនៅក្នុងរយៈពេលជាង1ទសវត្សរ៍ចុងក្រោយនេះតាំងពី Inter Milan លើកពាន Champions League រួចគឺភាគច្រើនគេបានបញ្ចប់នៅវគ្គក្នុងពូលលុះរហូតដល់រដូវកាល2021-2022ទើបគេបានឡើងដល់វគ្គ16ក្រុមមុននឹងនៅរដូវកាល2022-2023បានឡើងរហូតដល់វគ្គផ្ដាច់ព្រាត់ក៏ប៉ុន្តែត្រូវបរាជ័យក្រោមថ្វីជើងរបស់ Man Cityកាលពីរដូវកាលមុន Inter Milan បានបញ្ចប់ត្រឹមវគ្គ16ក្រុមហើយនៅរដូវកាលនេះគឺបានឡើងដល់វគ្គផ្ដាច់ព្រាត់ទៀតដែលមានន័យថា3ឆ្នាំនេះ Inter Milan បានឡើងដល់វគ្គផ្ដាច់ព្រាត់ UEFA Champions League ដល់ទៅ2ដងចំពោះ Paris Saint-Germain វិញតាំងពីក្រុមហ៊ុន Qatar ទិញភាគហ៊ុនកាលពីឆ្នាំ2011មកក្រុមជាប្រចាំទីក្រុងប៉ារីសនេះពិតជាមានសមិទ្ធផលឡើងកម្រិតច្រើននៅពានអឺរ៉ុបតាំងពីរដូវកាល2012-2013មក PSG មិនដែលធ្លាក់ត្រឹមវគ្គក្នុងពូលនោះទេគេបានឡើងដល់វគ្គ16ក្រុមនោះចំនួនដល់ទៅ5ដងវគ្គ8ក្រុម4ដងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់2ដងហើយនិងវគ្គផ្ដាច់ព្រាត់ចំនួន2ដង PSG ប៊ីសតែនឹងបានក្លាយជាជើងឯក Champions League កាលពីឆ្នាំ2020ក៏ប៉ុន្តែត្រូវភ្លាត់ដោយសារតែ3ចំណុចអញ្ចឹងបើមើលទៅតាមភាពជាក់ស្ដែងទាំងពីរក្រុមនេះនារយៈពេលចុងក្រោយពិតជាគិតជាមួយនឹងពានរង្វាន់ League Europe នេះជាខ្លាំងចំពោះចំណុចទី3យើងមើលអំពីការជួបគ្នារវាងក្រុមទាំងពីរក៏ដូចជាដំណើរឡើងមកដល់វគ្គផ្ដាច់ព្រាត់នេះមែនតើនេះគឺជាលើកដំបូងបង្អស់ដែល PSG និង Inter Milan ត្រូវជួបគ្នានៅពានលំដាប់អឺរ៉ុបនេះពួកគេធ្លាប់ជួបគ្នាដែរក្នុងការប្រកួតមិត្តភាពដែល PSG ធ្លាប់ឈ្នះ2ដង Inter ឈ្នះ1ដងហើយនិង1ដងទៀតគឺស្មើគ្នាក្នុងចំនួនមិត្តភាព4ដង Inter Milan ឆ្លងដំណាក់កាលក្នុងវគ្គ League Stage ដោយរលូនខណៈដែល PSG ត្រូវប្រកួតច្រើនជាងព្រោះត្រូវទាត់ knock out ជារួមឡើងមកដល់វគ្គនេះ Inter Milan ឈ្នះ10ស្មើ3ហើយនឹងចាញ់1ប្រកួតតែប៉ុណ្ណោះចំណែកឯ PSG ឈ្នះ10ស្មើ1និងចាញ់5ប្រកួតតាំងពីវគ្គ16ក្រុមមក Inter គឺមិនដែលចាញ់នោះទេពោលគឺមានតែស្មើនឹងឈ្នះដោយបានឆ្លងកាត់ Feyenoord នៅវគ្គ16ក្រុមរួចហើយឆ្លងផុត Bayern Munich នៅវគ្គ8ក្រុមនិងជាពិសេសបំផុតគឺឆ្លង Barcelona បាននៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់សម្រាប់ PSG តាំងពីវគ្គ16ក្រុមមកគឺសុទ្ធតែប្រកួតជាមួយក្រុមមកពីអង់គ្លេសហើយបានទម្លាក់ក្រុមពី Premier League ទាំងអស់ទោះបីជាតាំងពីវគ្គ16ក្រុមនិងវគ្គ8ក្រុមជាពិសេសពេលដែលជួប Liverpool ក៏ដូចជា Aston Villa ហ្នឹងក៏ប៉ុន្តែនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ឃើញថា PSG ហាក់ដូចជាមិនសូវប្រឹងខ្លាំងជាមួយនឹង Arsenal ដោយតែ Inter Milan ត្រូវប្រឹងយ៉ាងស្វិតស្វាញជាមួយនឹង Barcelona នោះទេចំពោះចំណុចទី4យើងមើលទៅលើសមិទ្ធផលនៅតាមលីករបស់ក្រុមទាំងពីរក្នុងរដូវកាលនេះតែម្ដង PSG បានលើកពានចំនួន3រួចទៅហើយនៅរដូវកាលនេះដោយ2ពានគឺជាពានប្រកួតប្រជែងខ្លាំងនោះគឺ Ligue 1ហើយនិង Coupe de France ចំពោះ Inter Milan វិញនៅរដូវកាលនេះគឺរបូតអស់ហើយពានដោយសល់ក្តីសង្ឃឹមតែ UEFA Champions League នេះមួយតែប៉ុណ្ណោះ Inter បានត្រឹមតែជាជើងឯករង Serie A ហើយក៏បានត្រឹមតែឡើងដល់វគ្គ4ក្រុមចុងក្រោយកូប៉ាអ៊ីតាលីចំពោះរឿងកីឡាករវិញតួឯកម៉ាស៊ីនរកគ្រាប់បាល់របស់ PSG នារដូវកាលនេះគឺ Ousmane Dembélé ដែលរកបានគ្រាប់បាល់ច្រើនជាងគេគ្រប់ការប្រកួតរហូតដល់ទៅ33គ្រាប់នេះបើគិតក្នុងកីឡាករក្នុងក្រុមគាត់ទាំងអស់ហ្នឹងខណៈដែលនៅក្នុងលីកក៏រកបាន21គ្រាប់ហើយនៅ UCL គឺគាត់រកបាន8គ្រាប់ម៉ាស៊ីនរកគ្រាប់បាល់របស់ Inter Milan នៅរដូវកាលនេះវិញគឺ Lautaro Martinez ដែលគ្រប់ការប្រកួតរកបាន22គ្រាប់ហើយនៅ UCL រកបាន9គ្រាប់ក៏ប៉ុន្តែទាំងកីឡាករ PSG និង Inter Milan ប្រហែលជាពិបាកដណ្ដើមស្បែកជើងមាសពី Champions League ព្រោះថា Serhou Guirassy របស់ Borussia Dortmund ហ្នឹងគឺបច្ចុប្បន្នគាត់រកបានរហូតដល់ទៅ13គ្រាប់ឯណោះ
ចំពោះចំណុចទី5នឹងជាចំណុចចុងក្រោយគឺយើងមើលទៅលើទឹកដៃគ្រូបង្វឹកវិញលោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ49ឆ្នាំ Simon Inzaghi ដែលកំពុងតែដឹកនាំ Inter Milan បច្ចុប្បន្នគាត់នៅមិនទាន់មានប្រវត្តិបានឈ្នះពាន League Europe នៅឡើយនោះទេដោយបានត្រឹមតែជាជើងឯករ៉ូមគឺនៅក្នុងឆ្នាំ2023កន្លងទៅក៏ប៉ុន្តែចំពោះលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ55ឆ្នាំដែលកំពុងតែដឹកនាំ PSG បច្ចុប្បន្នលោក Luis Enrique គឺគាត់ធ្លាប់ដឹកនាំ Barcelona លើកពាន Champions League បានម្ដងលោក Inzaghi ចូលដឹកនាំ Inter Milan តាំងពីឆ្នាំ2021មកដល់ឥឡូវគឺគាត់នាំក្រុមឈ្នះពានបានចំនួន6ក៏ប៉ុន្តែសុទ្ធតែជាពានក្នុងស្រុកចំណែកឯលោក Luis Enrique វិញក៏បានចូលដឹកនាំ PSG លើកពានក្នុងស្រុកចំនួន6ពានផងដែរប៉ុន្តែគឺគាត់ទៅចូលដឹកនាំ PSG ហ្នឹងកាលពីពាក់កណ្ដាលឆ្នាំ2023ប៉ុណ្ណោះអញ្ចឹងបើមើលទៅលើគ្រូបង្វឹកឃើញថាលោកគ្រូរបស់ PSG គឺមានបទពិសោធន៍ច្រើនជាងចាស់ទាំងនេះគឺគ្រាន់តែជា5ចំណុចដែលខ្ញុំមើលឃើញពីក្រុមទាំងពីរនេះហើយបើត្រឹមថ្លែងទៅប្រវត្តិសាស្ត្រគឺ Inter Milan មានជ្រាលជ្រៅជាងក៏ប៉ុន្តែបើតាមបច្ចុប្បន្នភាពចុងក្រោយឃើញថា PSG មានទម្ងន់ខ្លាំងជាងខ្ញុំដូចជាជឿជាក់ច្រើនទៅលើ PSG ថានឹងអាចក្លាយជាជើងឯក Champions League ជាលើកដំបូងពេលដែលអត់មានវត្តមាន Kylian Mbappé ចុះចំពោះលោកអ្នកនាងវិញគិតបែបណាដែរយើងចាំអត់មើលទាំងអស់គ្នាក្នុងការប្រកួតនាថ្ងៃស្អែកចាប់ពីវេលាម៉ោង2រំលងអាធ្រាត្រយប់ថ្ងៃសៅរ៍ឈានចូលដល់ព្រឹកថ្ងៃអាទិត្យអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយសូមជម្រាបលា